ទឹកពិសាហៃតិចគឺជាដៃគូសហការឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតជម្រើសជើងឯកវូវីណាមថ្នាក់ជាតិស្វាគមន៍មកកាន់កម្មវិធីហៃតិចធម្មពលកីឡាបងប្អូនអរគ្នាបាទយើងចាប់អារម្មណ៍រឿងមួយបាទពីដៃគូសហការរបស់ MSR របស់យើងបាទគឺទឹកពិសាហៃតិចបាទកាលពីថ្មីនេះបាទគឺបានចូលរួមសហការឧបត្ថម្ភបាទគឺជាដៃគូសហការឧបត្ថម្ភធំតែម្ដងនៅក្នុងព្រឹត្តិការណ៍បាទនៃការប្រកួតដែលរៀបចំឡើងបាទគឺជំរើសជើងឯកថ្នាក់ជាតិបាទកីឡាវូវីណាមបាទសម្រាប់ឆ្នាំ2025នេះបាទដែលការប្រកួតបាទគឺធ្វើឡើងបាទគឺនៅថ្ងៃទី2ទី3ទី4បាទដូច្នេះថ្ងៃស្អែកនេះបាទថ្ងៃសៅរ៍គឺជាការប្រកួតបាទវគ្គផ្ដាច់ព្រាត់ដែលនៅក្នុងនោះបាទក៏ជាការប្រកួតបាទហើយជាព្រឹត្តិការណ៍ជាថ្ងៃដែលគណៈអធិបតីបាទគឺនឹងប្រគល់ពានរង្វាន់កិត្តិយសបាទមានមេដាយមាសមេដាយសំរឹទ្ធនិងមេដាយប្រាក់ទៅតាមប្រភេទវិញ្ញាសានីមួយផងដែរបាទការប្រកួតបាទគឺចាប់ផ្ដើមតាំងតែពីថ្ងៃទី1តែម្ដងបាទដែលការប្រកួតនោះគឺមានការតែព្រឹត្តិការណ៍បាទគឺមានការប្រជុំបច្ចេកទេសបាទទៅតាមគណៈកម្មការបាទរបស់កីឡាវូវីណាមហើយថ្ងៃទី2ទី3និងថ្ងៃទី4បាទគឺជាថ្ងៃប្រកួតដែលនៅក្នុងនោះបាទខ្ញុំបាទជម្រាបជូនត្រួសបាទសម្រាប់បងប្អូនអរគ្នាដឹងពីការប្រកួតបាទគឺគេមានការប្រកួតបាទនៅតាមប្រភេទវិញ្ញាសាបាទមានទាំងបុរសបាទមានទាំងនារីបាទចាប់ពីអាយុ7ឆ្នាំឡើងទៅបាទរហូតដល់18ឆ្នាំឡើងទៅតាមប្រភេទទម្ងន់នីមួយបាទដែលយើងឃើញថាក្នុងនោះបាទទម្ងន់បាទមានដូចជាចាប់ពី35គីឡូក្រាមបាទរហូតដល់40គីឡូក្រាមនេះបាទផ្នែកនារីបាទមាន25គីឡូក្រាមមកដល់30គីឡូក្រាមបាទគឺផ្នែកបុរសបាទប្រភេទអាយុបាទ7ឆ្នាំឡើងបាទនឹងទម្ងន់ធ្ងន់បាទមានដល់ទៅចាប់ពី50គីឡូក្រាមបាទឡើងទៅបាទ60គីឡូក្រាមបាទដែលការប្រកួតបាទគឺទៅតាមប្រភេទវិញ្ញាសាដែលនៅក្នុងនោះបាទយើងឃើញថាបាទមានការប្រកួតបាទផ្នែកបាទមេគុណបងប្អូនអរគ្នាបាទគឺមេគុណកំបិតធំបាទងួនមុងវៀងបាទកំបិតធំនារីនិងការប្រកួតបាទវិញ្ញាសាច្រើនទៀតសម្រាប់ជ្រើសរើសជើងឯកបាទកីឡាវូវីណាមបាទសម្រាប់ឆ្នាំ2025នេះក្នុងនោះបាទលោកនាយកប្រតិបត្តិបាទរបស់ក្រុមហ៊ុន Hi-Tech បាទនឹងចូលរួមបាទជាកិត្តិយសបាទធម្មតាភាពដើម្បីប្រគល់ពានរង្វាន់បាទទាំងមេដាយមាសមេដាយប្រាក់បាទនិងមេដាយសំរឹទ្ធបាទជូនទៅកីឡាករកីឡាការិនីដែលនឹងក្លាយជាជើងឯកបាទនៅក្នុងការប្រកួតបាទជម្រើសជើងឯកបាទថ្នាក់ជាតិបាទវូវីណាមប្រចាំឆ្នាំ2025ផងដែរបាទជើងទាំងនេះហើយបាទគឺជាទឹកចិត្តបាទរបស់ក្រុមហ៊ុនទឹកពិសា Hi-Tech បាទក្នុងការចូលរួមបាទនៅក្នុងកម្មវិធីបាទនៅព្រឹត្តិការណ៍កីឡាវូវីណាមក៏ដូចជាព្រឹត្តិការណ៍សង្គមផ្សេងទៀតផងដែរដែល Hi-Tech បាទចូលរួមបាទលើកស្ទួយបាទសឹងតែគ្រប់វិស័យបាទនៅក្នុងប្រទេសកម្ពុជារបស់យើងបាទនៅក្នុងព្រឹត្តិការណ៍នោះដែរបាទ Hi-Tech ក៏មានស្តង់បាទដាក់បង្ហាញជូនដល់បងប្អូនគ្នាបាទដែលបងប្អូនអាចចូលរួមបាទពិសាទឹក Hi-Tech បាទដើម្បីធ្វើឲ្យសុខភាពរបស់បងប្អូនបាទគឺល្អផងដែរបាទអញ្ចឹងនៅថ្ងៃសៅរ៍ទី4បាទគឺនឹងឈានចូលដល់ព្រឹត្តិការណ៍បាទនៅថ្ងៃផ្ដាច់ព្រាត់ដែលយើងនឹងបានឃើញបាទទៅកីឡាករកីឡាការិនីរូបណាបាទនឹងក្លាយជាម្ចាស់មេដាយមាសប្រាក់សំរឹទ្ធបាទទៅតាមប្រភេទវិញ្ញាសានិងទៅតាមប្រភេទទម្ងន់ផងដែរថ្ងៃច័ន្ទបាទក្រុមការងារ MSR បាទក៏នឹងសរុបព្រឹត្តិការណ៍បាទដែល Hi-Tech បាទចូលរួមជាមួយនឹងវូវីណាមលំអិតបន្ថែមជូនដល់បងប្អូនផងដែរបាទថាតើកីឡាករកីឡាការិនីរូបណានឹងក្លាយជាម្ចាស់មេដាយមាសបាទមេដាយប្រាក់មេដាយសំរឹទ្ធបាទទៅតាមប្រភេទទម្ងន់ផងដែរយើងបកមកចាប់អារម្មណ៍លីកបាល់ទាត់បាទកំពូលរបស់កម្ពុជាវិញម្ដងបាទគឺមានឈុតឆាកប្លែកបាទកើតមានឡើងមកសម្រាប់សប្តាហ៍ទី6ប្រខណ្ឌនារីស្វាយរៀងបាទគឺពិតជាបាទมันអាចបាទបន្តជ័យជំនះរបស់ខ្លួនបានទេបាទក្នុងការប៉ះជាមួយនឹងក្រុមប្រជែងបាទគឺជើងខ្លាំងភ្នំពេញក្រោនដែលការប្រកួតនោះបាទគឺចម្រូងចម្រាសផងដែរបាទទម្រាំតែស្វែងរកលទ្ធផលឃើញបាទអញ្ចឹងយ៉ាងណាបាទមុននឹងជម្រាបជូនលទ្ធផលបាទស្វែងរៀងបាទជាមួយនឹងភ្នំពេញក្រោនបាទគឺខ្ញុំបាទសូមជម្រាបជូនបាទពីលទ្ធផលជារួមតែម្ដងបាទសម្រាប់ការប្រកួតបាទគឺកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបាទគឺក្រុមបាល់ទាត់ Naga World បានយកឈ្នះបាទលើគិរីវង្សសុកសែនជ័យដោយលទ្ធផល3-1វិសាខាបាទឈ្នះលើ ISI បាទនឹងកោសែនជ័យដោយលទ្ធផល3-2
ហើយចូលដល់ការប្រកួតថ្ងៃអាទិត្យបាទជួការប្រកួត Super Sunday ដែលក្រុមខ្លាំងបាក់គ្នានឹងមានលទ្ធផលគួរឲ្យតាមដានដូចជាក្រុមបឹងកេតបាទគឺបន្តជ័យជំនះបាទឈ្នះលើក្រុមបាល់ទាត់បាទ MOI កំពង់ដេវ៉ាដែលលទ្ធផល2-0ក្រុមបាល់ទាត់បាទកោះយន្តពលខេមរៈភូមិន្ទបាទជួបប្រកួតជាមួយនឹង Like ខេត្តព្រះសីហនុកងយុទ្ធពលខេមរៈភូមិន្ទបាទគឺនឹងបន្តភាពបណ្ដាចាញ់របស់ខ្លួនដោយយកជ័យជំនះបាទឈ្នះ 1-0 បាទទៅ Like ខេត្តព្រះសីហនុមាន9ពិន្ទុសន្សំបាទនៅចំណុចថ្នាក់លេខ6ខណៈដែលប្រកាន់រាជស្វាយរៀងបាទជាមួយនឹងភ្នំពេញក្រោនបាទយើងឃើញថាស្វាយរៀងបញ្ចប់បាទកំណត់ត្រាឈ្នះជាប់គ្នាបាទ5ប្រកួតបាទនៅត្រឹមការជួបជាមួយនឹងភ្នំពេញក្រោនដោយលទ្ធផល90នាទីបាទគឺក្រោនបានឈ្នះបាទទៅលើស្វាយរៀង3-2បាទនៅចុងម៉ោងយ៉ាងណាបាទយើងឃើញថាភ្នំពេញក្រោនបាទគឺនៅតែមិនទាន់ស្គាល់ភាពថាចាញ់ឡើយទេបាទសម្រាប់ការប្រកួតបាទកន្លងមកអញ្ចឹងបាទបើយើងមើលពីតារាងបាទបន្ទុកវិញឃើញថាភ្នំពេញក្រោនបាទឆ្លងកាត់ការប្រកួត5ដងបាទគឺឈ្នះ3ស្មើ2បាទមិនទាន់ចាញ់ទេបាទគឺមាន11ពិន្ទុខណៈដែលក្រុមបាល់ទាត់បាទប្រខាន់រាជស្វាយរៀងបាទគឺ6ប្រកួតបាទឈ្នះ5ចាញ់1បាទគឺនៅមាន15ពិន្ទុបាទនៅលេខ1ដដែលគ្រាន់តែភ្នំពេញក្រោនបាទគឺរំកិលបាទឡើងទៅចំណាត់ថ្នាក់ទី2ខណៈដែលកោះយន្តពលខេមរៈភូមិន្ទបាទគឺឆ្លងកាត់ការប្រកួត5លើកកន្លងមកបើទោះបីជាមិនទាន់ចាញ់បាទប៉ុន្តែទើបតែបាន9ពិន្ទុទេបាទក្នុងនោះគឺឈ្នះ2ស្មើ3បាទមាន9ពិន្ទុបាទគឺអត់ទាន់ចាញ់ទេបាទល្អមែនទែនសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាទក្នុងនោះមានរឿងរ៉ាវចម្រូងចម្រាសបន្តិចបាទសម្រាប់ប្រការីស្វាយរៀងបាទជាមួយនឹងភ្នំពេញក្រោនដែលយើងលើកមតិជារួមបាទគឺការចាប់បាល់ offside បាទពីសំណាក់អាជ្ញាកណ្ដាលដែលធ្វើឲ្យប្រិមិត្តបាទអ្នកទស្សនាបាទគឺមានការឡើងកម្ដៅបាទនឹងជាវិធានបទក្តៅក្នុងការជជែកពីការចាប់បាល់ offside ដែលអាជ្ញាកណ្ដាលបាទគិតថាបាល់ offside បាទរបស់ភ្នំពេញក្រោនដែលយកបាល់ទៅសុទ្ធបញ្ចូលទីនោះបាទគឺជាចំហ offside ដែលយើងមើលទៅលើវីដេអូយឺតបាទដែលគេមើលលើគ្រប់សកម្មភាពគឺបាល់ហ្នឹងបើយើងមើលទៅគឺមិន offside ទេបាទយ៉ាងណាអាជ្ញាកណ្ដាលបាទគឺបានកាត់សេចក្តីរួចទៅហើយបាទហើយមានការបញ្ចេញមតិយោបល់បាទពីគ្រប់មជ្ឈដ្ឋានបាទទៅលើបាល់មួយនេះយ៉ាងណាបាទអ្វីដែលពី MSR ក៏ដូចជាខ្ញុំបាទគឺគ្រាន់តែចង់ឲ្យយើងបាទគ្រប់ការកាត់ក្តីរបស់អាជ្ញាកណ្ដាលប៉ុន្តែបាទអាជ្ញាកណ្ដាលដូចគ្នាបាទគឺរឿងនេះមិនមែនរឿងទី1ទេសងនឹងបងប្អូនបាទគឺគាត់មិនសប្បាយចិត្តដោយសារតែកន្លងមកក៏មានរឿងបែបនេះឡើងអញ្ចឹងក៏ចង់ឲ្យ CPL បាទគឺមានការកំណែតម្រង់ក៏ដូចជាពង្រឹងបន្ថែមបាទទៅលើការចាប់បាល់ offside ក៏ដូចជាការចាប់បាល់ផ្សេងៗទៀតរបស់អាជ្ញាកណ្ដាលឲ្យមានភាពសុក្រិតយុត្តិធម៌ដើម្បីឲ្យលទ្ធផលឲ្យការប្រកួតជាពិសេសគឺការប្រកួតប្រជែងបាទនៅក្នុងក្របខ័ណ្ឌ Cameroon Premier League ឲ្យកាន់តែរីកចម្រើនបាទនឹងមានសុក្រិតយុត្តិធម៌បន្ថែមទៀតបាទអរគុណបាទអញ្ចឹងសប្តាហ៍នេះបាទក៏មានការប្រកួតដែរបាទគឺឈានចូលដល់សប្តាហ៍ទី7ហើយបាទខ្ញុំបាទសូមជម្រាបជូនពីការត្រៀមប្រកួតបាទនៅទាំងការប្រកួតបាទ5គូបាទ10ក្រុមបាទចេញធ្វើការប្រកួតទៀតហើយបាទនៅថ្ងៃសៅរ៍បាទមានការប្រកួត2ប្រកួតបាទដូចជា MOI កំពង់ដេវ៉ាបាទត្រូវប៉ះជាមួយនឹងកងយុទ្ធពលខេមរៈភូមិន្ទបាទហើយក្រុមបាល់ទាត់ ISI និងកោសិនជ័យបាទជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Like ខេត្តព្រះសីហនុបាទទាំងពីរគូនេះលេងថ្ងៃសៅរ៍បាទវេលាម៉ោង6ល្ងាចដូចគ្នាចូលដល់ថ្ងៃអាទិត្យបាទទី5បាទគឺមាន3គូបាទក្រុមបាល់ទាត់គិរីវង្សសុកសែនជ័យបាទត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោនខណៈដែលក្រុមអង្គរ Tiger បាទជើងខ្លាំងនៅក្នុងរដូវកាលនេះដែរក៏ស្វាគមន៍ក្រុមភ្ញៀវបឹងកេតបាទនៅឯខេត្តសៀមរាបនិងក្រុមបាល់ទាត់ Nagawal ត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់វិសាខាបាទនៅវេលាម៉ោង6បាទសូមបញ្ជាក់ថាគិរីវង្សជាមួយនឹងភ្នំពេញក្រោនលេងម៉ោង 3:45 នាទីអញ្ចឹងបាទប្រកាន់រាជស្វាយរៀងបាទសប្តាហ៍នេះគឺអត់មានភារកិច្ចប្រកួតទេសម្រាប់មួយសប្តាហ៍បាទសម្រាប់ស្វាយរៀងអូខេបាទអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាបាទនៅលទ្ធផលក៏ដូចជាតារាងបន្ទុកក៏ដូចជាការប្រកួតផ្សេងៗនៅក្នុងពានរង្វាន់បាទ Cameroon Premier League សម្រាប់សប្តាហ៍ទី7ទាំងអស់គ្នាបាទសម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់គិរីវង្សសុកសែនជ័យហើយនិងភ្នំពេញក្រោនបាទជួយជាមួយនឹងខ្ញុំបាទនឹងអត្ថាធិប្បាយការប្រកួតនោះជូនបងប្អូនទស្សនាបាទនៅវេលាម៉ោង 3:45 នាទីនៅលើកញ្ចក់ទូរទស្សន៍និង page របស់ VTV News ផងដែរយើងចាប់អារម្មណ៍បាល់ទាត់បាទនៅក្នុងតំបន់អឺរ៉ុបវិញម្ដងបងប្អូនទាំងគ្នាបាទសង្ខេបព្រឹត្តិការណ៍ Champions League ដែលទើបតែចប់ក្តៅហុយបាទគឺ Match Day 2បាទនៅថាការប្រកួតបាទថ្ងៃទី2បាទប្រកួតទី2វគ្គសន្សំពិន្ទុបាទនៅក្នុងពូលឃើញថា Real Madrid Atletico Madrid បាយយ៉ាម៉ាឌ្រីតបាទចេញប្រកួតមុនគេការប្រយុទ្ធថ្ងៃអង្គារហ្នឹងឈ្នះ 5-0
អូមិនឈ្នះ5-0ទេបាទគឺសុទ្ធ5គ្រាប់ដូចគ្នាបាទអញ្ចឹងធ្វើឲ្យក្រុមទាំង3ទាំង4នេះគឺគេថាបង្ហាញអានុភាពបាទក៏ដូចជាស្វែងរកពិន្ទុបាទដើម្បីសន្សំបាទប្រជែងយកកៅអី top 8បាទដើម្បីឆ្លងទៅវគ្គ16ក្រុមចុងក្រោយបាទហើយប្រហែលថ្ងៃបាទស្អែកឡើងបន្ទាប់ទៀតបាទដូចជាការប្រកួតមួយគូធំបាទគឺក្រុមបាល់ទាត់ SC Barcelona បាទជាមួយនឹងក្រុមបាល់ទាត់ Paris Saint-Germain បាទអ្វីដែលភ្ញាក់ផ្អើលបាទគឺ Paris បាទទៅលុត Barcelona បាទក្នុងទឹកដីដែលលទ្ធផល 2-1 ដែលខ្លាចជាប្រធានបទក្តៅផងដែរក្នុងនោះបាទនៅអង់គ្លេសបាទយើងរាប់ទៅបាទគឺ Liverpool បាទបរាជ័យបាទ Chelsea បាទគឺឈ្នះបាទឈ្នះ Benfica បាទ 1-0 Arsenal បាទក៏ឈ្នះបាទ Olympiacos បាទ 2-0 បាទព្រមតែ Liverpool ទេបាទចាញ់ Galatasaray បាទ 1-0 Galatasaray បាទលេងនៅក្នុងទឹកដីខ្លាំងបាទអញ្ចឹងយ៉ាងណាបាទយើងសរុបពិន្ទុបាទគិតត្រឹមថ្ងៃប្រកួតទី2បាទឃើញថា Bayern Munich Real Madrid Paris Saint-Germain បាទ Inter Milan Arsenal និង Karabakh បាទគឺមាន6ពិន្ទុពេញតែម្ដងខណៈដែល Borussia Dortmund បាទ Manchester City ហើយនិង Spurs បាទគឺមាន4ពិន្ទុក្រៅពីនោះបាទគឺ3ពិន្ទុ2ពិន្ទុ1ពិន្ទុនិង0ពិន្ទុអ្វីដែលខ្ញុំចង់ណែនាំបងប្អូនអរគ្នាបាទគឺ Karabakh បាទគឺល្អមែនទែនបាទសម្រាប់ការប្រកួតកន្លងមកបាទគឺឈ្នះទាំង2ប្រកួតតែម្ដងបាទការបាក់បាទធ្វើបានល្អបាទគឺ2ប្រកួតឈ្នះទាំង2ប្រកួតបាទគឺមាន6ពិន្ទុបាទគឺកំពុងតែស្មើពិន្ទុបាទជាមួយនឹង Arsenal Inter Milan Paris Saint-Germain Real Madrid ហើយនិង Bayern Munich បាទអញ្ចឹងសង្ខេបខ្លីៗត្រួសប៉ុណ្ណេះបាទសម្រាប់រូបមន្តបាទគឺគេយក8ក្រុមខាងលើទៅវគ្គ16ក្រុមចុងក្រោយអូតូម៉ាទិកហើយលេខ9បាទដល់ចំណាត់ថ្នាក់លេខ24បាទគឺត្រូវប្រកួតវិលជុំប៉ះគ្នាមិនវិលជុំទេបាទគឺពីលេខ9ដល់លេខ24បាទគឺគេគុំកងឲ្យជួបគ្នាដើម្បីរើស8ក្រុមឡើងទៅប្រកបបាទវគ្គ16ក្រុមចុងក្រោយអញ្ចឹងកុំភ្លេចបាទតាមដាននៅសប្តាហ៍ទី3ប្រកួតទី3ជាបន្តទៀតបាទសម្រាប់ Champions League វិញចាប់អារម្មណ៍បាល់ទាត់បាទលីកនៅក្នុងសប្តាហ៍នេះវិញម្ដងបាទ Top 5 League បាទក្នុងតំបន់អឺរ៉ុបបាទផ្ដើមចេញពីអង់គ្លេសទៅមុនបាទថ្ងៃសៅរ៍មានការប្រកួតបាទគួរឲ្យចាប់អារម្មណ៍បាទចំនួន2គូ3គូបាទដែលក្នុងនោះបាទគឺការប្រកួតបាទវេលាម៉ោង9បាទមាន2គូ Arsenal បាទត្រូវជួបជាមួយនឹងក្រុមបាល់ទាត់បាទ West Ham United Arsenal ត្រូវការឈ្នះដោយសារអីបាទគឺ Arsenal ត្រូវការយកលេខ1សំខាន់បាទ Liverpool ដែលកំពុងឈរកំពូលតារាងបាទគឺត្រូវប៉ះ Chelsea បាទនៅថ្ងៃសៅរ៍បាទវេលាម៉ោង11កន្លះបាទអញ្ចឹង Arsenal បើសិនជាឈ្នះ West Ham បាទគឺឱកាសច្រើនបាទខណៈដែល Liverpool មិនមែនថាដឹងតែចាញ់ Chelsea ទេ Liverpool បាទគឺក៏ត្រូវការឈ្នះដែរដើម្បីរក្សាកម្ពុជាតារាងបាទខណៈដែល Chelsea ក៏មិនដឹងតែចាញ់ដែរបាទគឺយ៉ាងណាការប្រកួតយើងមិនទាន់ស្មានដឹងទេគ្រាន់តែថាជាឱកាសល្អបាទសម្រាប់ Arsenal ដើម្បីឆក់យកកម្ពុជាតារាងព្រោះថា Liverpool ប៉ះលោធ្ងន់ Chelsea គឺរៀងពិបាកបាទហើយ Manchester United បាទសប្តាហ៍នេះបាទក៏ជាប្រធានបទក្តៅដែរដោយតែបងប្អូនតាមដានបាទ Man U គឺចាញ់បាទក្រុមបាល់ទាត់ Brentford ដែលលទ្ធផល3-1បាទកាលពីសប្តាហ៍មុនធ្វើឲ្យកៅអីបាទរបស់លោក Ruben Amorim បាទគឺក្តៅដូចជាភ្នំភ្លើងបាទរៀបនឹងផ្ទុះអញ្ចឹងយប់នេះបាទដែលជួបជាមួយនឹងឆ្មាខ្មៅ Sunderland បើសិនជាចាញ់ទៀតបាទភ្នំភ្លើងកៅអីបាទរបស់លោក Ruben Amorim បាទនឹងផ្ទុះបាទធ្វើឲ្យអាចនឹងមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មីណាមួយក៏ថាបានបាទអញ្ចឹង Man U សប្តាហ៍នេះបាទជួប Sunderland បាទនៅវេលាម៉ោង9យប់បាទ Chelsea បាទជួបជាមួយនឹង Liverpool បាទនៅវេលាម៉ោង10កន្លះបាទថ្ងៃអាទិត្យបាទនៅអង់គ្លេសបាទគឺមាន Man City បាទត្រូវចេញប្រកួតបាទជាមួយនឹង Brentford Wolverhampton បាទប៉ះ Brighton បាទ Crystal ជួប Everton បាទ Newcastle ប៉ះជាមួយនឹង Nottingham Forest ហើយ Aston Villa បាទជួប Burnley តម្លៃបាទសម្រាប់នៅក្នុងក្របខ័ណ្ឌបាទអ៊ីតាលីបាទអាល្លឺម៉ង់អេស្ប៉ាញនិងបារាំងវិញបាទយើងចាប់អារម្មណ៍នៅអេស្ប៉ាញមុនបាទថ្ងៃសៅរ៍បាទគឺអត់មានក្រុមខ្លាំងចេញប្រកួតទេប៉ុន្តែថ្ងៃអាទិត្យបាទវេលាម៉ោង2រំលងអាត្រៀតបាទគឺយប់ថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យនឹងតែម្ដងបាទអញ្ចឹងយើងអាចតាមដានពីយប់ថ្ងៃសៅរ៍ទៅបាទ Real Madrid ត្រូវប៉ះជាមួយនឹង Villarreal បាទនៅក្នុងទឹកដីរបស់ខ្លួន FC Barcelona បាទជួបជាមួយនឹងក្រុមបាល់ទាត់ Sevilla បាទក្រុមទាំងពីរនេះក៏កំពុងតែប្រជែងមកនៅលើកម្ពុជាតារាងដែរ Real Madrid បាទនិយាយទៅបាទគឺបាទធ្លាក់មកចំណាត់ថ្នាក់លេខ2វិញហើយបាទ Real Madrid បាទបន្ទាប់ពីចាញ់ Atletico Madrid ដែលលទ្ធផល5-2បាទអញ្ចឹង Barcelona នៅលេខ1 Real Madrid នៅលេខ2យើងទៅបាទក្របខ័ណ្ឌបាល់ទាត់របស់អាល្លឺម៉ង់វិញម្ដងបាទអាល្លឺម៉ង់ Bayern Munich បាទគឺជាក្រុមមួយដែលមិនទាន់ចាញ់សោះ
មិនមិនតន់ចាញ់សោះទេបាទគឺឈ្នះជាប់គ្នាតែម្ដងបាទសម្រាប់ការប្រកួតបាទទាំង5សប្តាហ៍កន្លងទៅបាទគឺឈ្នះទាំង5ប្រកួតបាទមាន15ពិន្ទុពេញបាទយកមកនេះបាទសប្តាហ៍នេះបាទត្រូវទៅលេងទឹកដីបាទរបស់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt បាទនៅយប់ថ្ងៃសៅរ៍វេលាម៉ោង 11 កន្លះខណៈដែលក្រុមខ្លាំងផ្សេងទៀតដូចជា Leverkusen បាទជួបជាមួយនឹង Union Berlin ហើយ Borussia Dortmund ជួបជាមួយនឹង RB Leipzig បាទយើងទៅអ៊ីតាលីវិញម្ដងបាទអ៊ីតាលីបាទការប្រកួតសម្រាប់សប្តាហ៍ថ្ងៃសៅរ៍បាទក៏មានជាច្រើនគូផងដែរបាទដូចជាក្រុមបាល់ទាត់ Lazio បាទត្រូវប៉ះជាមួយនឹង Torino បាទ Parma បាទដឹកជើងខ្លាំងបាទឆ្នាំ 2000 បាទត្រូវជួបជាមួយនឹង Lecce Inter Milan បាទជួបជាមួយនឹង Sassuolo Cremonese បាទសម្រាប់ការប្រកួតគូចុងក្រោយបាទថ្ងៃសៅរ៍បាទខណៈដែលក្រុមបាល់ទាត់បាទដូចជា Juventus បាទ Roma បាទត្រូវប៉ះជាមួយនឹង Fiorentina បាទ Bologna ប៉ះ Pisa បាទហើយ Napoli បាទជាក្រុមប្រជែងកម្ពុជាតារាងបាទត្រូវជួបជាមួយនឹង Genoa បាទJuventus បាទនៅថ្ងៃអាទិត្យនេះបាទគឺជាជំនួបក្រុមខ្លាំងតែម្ដងបាទត្រូវជួបជាមួយនឹង AC Milan បាទនៅក្នុងទឹកដីយើងទៅបារាំងវិញម្ដងបងប្អូនដល់គ្នាបាទបារាំងបាទគឺ Paris Saint-Germain សប្តាហ៍នេះបាទក៏ត្រូវជួបគីឡូធ្ងន់ដែរបាទ Paris Saint-Germain ត្រូវជួបជាមួយនឹង Lille បាទនៅក្នុងទឹកដីរបស់ខ្លួនបាទនៅយប់ថ្ងៃអាទិត្យបាទវេលាម៉ោង 1:45 នាទីចំណែកឯគូផ្សេងទៀតបាទនៅក្នុងក្របខ័ណ្ឌ Ligue 1 របស់ប្រទេសបារាំងបាទដូចជា Nantes បាទត្រូវប៉ះជាមួយនឹង Brest AS Monaco បាទជួបជាមួយនឹង Nice ហើយក្រុមបាល់ទាត់ Lyon បាទជួបជាមួយនឹង Toulouse បាទនេះគឺជាការប្រកួតត្រួសៗបាទ Top 5 League ដែលខ្ញុំបាទជម្រាបជូនបងប្អូនអរគ្នាអញ្ចឹងកុំភ្លេចតាមដានបាទនៅយប់ថ្ងៃសៅរ៍យប់ថ្ងៃអាទិត្យទាំង League នៅអង់គ្លេសអ៊ីតាលីអេស្ប៉ាញបារាំងហើយនិងអាល្លឺម៉ង់យើងនឹងតាមដានលទ្ធផលទាំងអស់គ្នាបាទនៅថ្ងៃច័ន្ទជាបន្តទៀតអរគុណផងដែរបាទដល់ដៃគូសហការឧបត្ថម្ភរបស់ MSR របស់យើងបាទគឺ High Tech បាទទឹកពិសា High Tech ដើម្បីសុខភាពរបស់លោកអ្នក